ការវីដេអូមុនខ្ញុំនិយាយពីដំណើរដើមទងក៏ដូចជាសកម្មភាពនៃការធ្វើដំណើររបស់ខ្ញុំតាំងពីក្រមរហូតដល់កន្លែងបោះតង់ឥឡូវនេះខ្ញុំមករ៉ាយរ៉ាប់បន្តពីវីដេអូមុនតពីនាំគ្នាដើររកកន្លែងបោះតង់បដើចាប់អង្កែបដើររហូតដល់ម៉ោង6កន្លះទើបរកកន្លែងបោះតង់ឃើញគ្រាន់តែឃើញកន្លែងបោះតង់ភ្លាមទាញមន់មកផ្លេតយកទៅអាំងឲ្យហើយព្រោះថាពេលវេលាគឺជាមាសប្រាក់យើងអាំងមន់ទុកចឹងទៅហើយចាំទៅតឡើងតង់ពេលយើងតឡើងតង់ហើយមន់ឆ្អឹងល្មមនិយាយរួមទៅគឺថាចំណេញពេលវេលាហ្មងហើយនិយាយរឿងភ្លើងនឹងគឺថាអត់បានបង្កាត់ខ្លួនឯងទេគឺទៅសុំខ្ចីភ្លើងគេដែលបោះតង់នៅក្បែរនឹងស្រាប់បន្ទាប់ពីដាក់អាំងមន់ហើយឥឡូវចាប់ផ្ដើមមកតឡើងតង់ហើយម្ចាស់តង់ខនស្ពីតង់តាំងពីណាតាំងពីណីមកដល់កន្លែងតឡើងតង់ស្រីសួរថាតង់នឹងគេតឡើងមិនដល់ពេលអញ្ចឹងទៅដឹងនិយាយថាមិនមានតែនាំគ្នាតឡើងព្រាវហើយមក3នាក់ហ្នឹងគឺដាក់តង់មកតែមួយទេដឹងថាដៀបគ្រាន់ឬមិនគ្រាន់ទេបើមើលតាមសភាពតង់ដូចជាបាក់មើលដល់ហើយបន្ទាប់ពីចំណាយពេលអស់ជិតមួយកណ្ដាប់ថ្ងៃលើនឹងគឺថាតឡើងបានជោគជ័យហើយអាំងមន់តឡើងតង់រួចសពគ្រប់អស់ហើយទើបនឹកឃើញថាផ្លេចដាំបាយគាត់ដឹងខ្លួនចឹងភ្លាមរត់ទៅសុំខ្ចីចក្រានគេដាំបាយសិនអត់មានទឹកខ្ចីណាគេឆ្ងាយទេគឺថាទឹកខ្ចីបងដែលសហគមន៍គាត់នៅនឹងទៅដល់ពេលខ្ចីក៏បានដូចចិត្តឲ្យគាត់ពុះអស់កាត់ភ្លើងហើយដាំបាយឲ្យហូបទៀតខំវិចអង្គវិចឆ្នាំងទៅពីតែគ្មានបានដាំបាយទេបន្ទាប់ពីបងគាត់បង្កាត់ភ្លើងឲ្យហើយខ្ញុំក៏បញ្ញាបញ្ញាប់យកសាច់តលៀងទៅជាធ្វើការហាន់សម្រាប់យកមកអាំងនៅពេលយប់ហ្នឹងបន្ទាប់ពីហាន់ហើយឥឡូវចាប់ផ្ដើមប្រឡាក់គ្រឿងដើម្បីឲ្យនៅពេលដែលយើងអាំងទៅវាមានរសជាតិឈ្ងុយឆ្ងាញ់ដើម្បីបន្ថែមរសជាតិហឹរលើសាច់របស់យើងអញ្ចឹងហើយខ្ញុំក៏ឆ្លៀតដាក់អាមេរិកបន្តិចដើម្បីបន្ថែមរសជាតិឲ្យកាន់តែអែមប្រឡាក់សាច់ហើយក៏ឆ្លៀតទៅងូតទឹកចាំពេលងូតទឹកហើយចាំមកអាំងសាច់ឲ្យញ៉ាំបាយហ្មងបាទអញ្ចឹងទៅមើលឃើញទឹកហឹង 1 2 3អូនេះណាតាមមនុស្ស ប៉ុណ្្នឹងឯងជ្រៅមែន អូលិចខ្លាំងភ្លើង អូអត់ហ៊ានលោទេចាចាំទៅចេះហែល ហើយចាប់ខ្សែ តពីងូតទឹកហើយគឺថាដល់ម៉ោងយើងត្រូវអាំងសាច់ក៏ដូចជាធ្វើម្ហូបសម្រាប់ធ្វើការពិសាភោជនីយដ្ឋាននាពេលរាត្រីសម្រាប់សាច់គោអាំងនឹងផងដែរគឺថាសាច់គោអូស្ត្រាលីមិនដូរទេបាទនិយាយពីក្លិនហ្នឹងគាត់តែអាំងនឹងចំហាយឈ្ងុយឡើងពេញមកភ្នំអ្នកបោះតង់ក្បែរនឹងនាំគ្នាផ្អើលឈូឆសួរឡើងថាអូយណាគីធ្វើអីឈ្ងុយមែនដល់ពេលមកមើលបានដឹងថាអូខ្ញុំអាំងសាច់គោសោះលើចាំមាត់ពេលខ្ញុំញ៉ាំនេះតំណងអែមហ្មងនិយាយមែននៅពេលដែលយើងធ្វើដំណើរហត់ខ្លាំងពេលបានមកញ៉ាំបាយចឹងគឺថាអូឆ្ងាញ់យកតែមែនតើទោះបីថាមុខម្ហូបនឹងអត់ឆ្ងាញ់ក៏ដោយក៏យើងហូបទៅមានអារម្មណ៍ថាឆ្ងាញ់ដែរឧទាហរណ៍ថាយើងនៅផ្ទះហូបបាយលីង7ម្ទេសមានអារម្មណ៍ថាអត់ឆ្ងាញ់ទេសាកយើងយកបំលេងនឹងទៅហូបក្នុងព្រៃមើលមិនបាច់ឆ្ងាញ់ដូចអាហារនៅស្ថានភាពផ្កាយ5អញ្ចឹងរសជាតិគឺថាចេញមកគឺផ្សេងគ្នាដាច់ហ្មងសរសើរដោយសារតែឃ្លានពេកក៏អត់បានរកកន្លែងអង្គុយត្រឹមត្រូវទេអង្គុយឲ្យតែបេនតបានកាន់ចានកាន់អីចឹងទៅតែទស្សនវិជ្ជាពេលហ្នឹងគឺថាសប្បាយហ្មងហើយមានអារម្មណ៍ថាដូចមានក្តីសុខហ្មងអត់មានចេះគិតខ្វល់អីទេគឺថាស្រាលខ្លួនហ្មងពីកម្មវិធីពិសាភោជនីយដ្ឋាននេះពេលរាត្រីបានរួចរាល់គឺថាយើងឈានចូលទៅដល់កម្មវិធីថ្មីវិញម្ដងកម្មវិធីនេះគឺជាកម្មវិធីរាត្រីក្រេបស្រាក្រហមក្រេបស្រាក្រហមញ៉ាំជាមួយនឹងសាច់គោកាឡែនដាក់ទៅគឺថាស៊ីមីត្រីគ្នាហ្មងតោះតែស្វិសមុខអត់សូវរីកបន្តិចហើយនេះគឺជាសាច់គោកាឡែនយើងអាំងបែបនៅឈាមអាហ្នឹងមិនមែនតិចនិចនៃការអាំងបានមានឈាមចឹងទេណាសារអាំងអត់ឆ្អិនភ្លើងវាលុតអស់ក៏តែមានអីឆ្ងាញ់ដែរដាក់លេជាមួយនឹងស្រាក្រហមចឹងទៅគឺថាអែមហ្មងឆ្ងល់ថាម៉េចបាទខ្ញុំហៅសាច់គោកាឡែនដោយសារសាច់គោខ្ញុំទិញនៅកលែនអញ្ចឹងហើយយើងហៅសាច់គោកលែនបន្ទាប់ពីបញ្ចប់កម្មវិធីរាត្រីក្រេបស្រាក្រហមមកគឺថាដល់ម៉ោងយើងត្រូវចូលគេងហើយតែមុនចូលគេងហ្នឹងក៏ជ្រៀតបិទម៉ាស់បន្តិចដើម្បីថែសម្រស់អញ្ចឹងហើយម៉ាស់នឹងផងដែរគឺថាខ្ញុំលួចប្អូនខ្ញុំមកទេខ្ញុំមកហ៊ានបិទនៅផ្ទះហើយវាដឹងថាខ្ញុំលួចអញ្ចឹងហើយខ្ញុំយកវាបិទក្នុងព្រៃកុំឲ្យវាដឹងមនុស្សនេះគឺថាអាយខ្ជូសសុសសាតហ្មងណាមិនសូវថាប្រឡំដែរជាប់សោះសូមរងចាំទស្សនាភាគបន្តសូមអរគុណ